សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃហ្នឹងគឺមក review ពីម្ទេសទៀតហើយដោយសារតែមានបងគាត់ប្រាប់ថាវីដេអូខ្លួនឯងកុំភ្លេចដាក់ម្ទេសចូលផងពួកអីបងចូលមកវីដេអូខ្លួនឯងដោយសារតែមានម្ទេសឯងបងប្អូនអូយញាក់សាច់ហ្មងគាត់ comment អញ្ចឹងបងប្អូនតាមក៏ប៉ិតគឺម្ទេសហ្នឹងគឺល្អមែនតើបងប្អូនហើយបើនិយាយពីរសជាតិគឺហឹរសាហាវហ្មងបងប្អូនទាំងអស់គ្នាហើយមើលទុំបដើហើយខ្ញុំបេះយកទៅហាលថ្ងៃខ្លះដើម្បីយកមកទុកធ្វើពូជអីចឹងណាដោយសារមានបងfan ច្រើនមែនតើគាត់ចង់បានផ្លែម្ទេសនឹងយកទៅបដោះយកទៅដាំហើយស្រាប់តែផ្លិចមើលជាមួយភ្ញៀវគាត់មកទិញនំប៉ាវបងប្អូនអញ្ចឹងគឺទុកម្ទេសនៅម្ដុំសិនមករៀបចំនំប៉ាវឲ្យភ្ញៀវសិនបងប្អូនហើយនំប៉ាវខាងបងប្អូនឯផងដែរគឺមានច្រើនរសជាតិមែនតើរសជាតិល្ពៅនោះក៏មានរសជាតិជាមួយនឹងលឹកតយបងប្អូនជាពិសេសគឺរសជាតិពណ៌សយើងធម្មតាបើនិយាយពីស្នូលនំប៉ាវគឺឆ្ងាញ់មែនតែនបន្ទាប់ពី review ជាមួយនឹងនំប៉ាវហើយគឺឲ្យបងមើលពីផ្លែដូងបងអូនណាបងប្អូនគឺកាប់មកពីដើមទៅថ្មីមែនតែនហើយមួយផ្លែនេះផងដែរគឺដូងភ្លើងនៅសល់តែមួយផ្លែហ្នឹងគាត់ឲ្យបងប្អូនកុំមើលទូចតែខ្លួនអញ្ចឹងគឺផ្អែមមែនតែនហើយថ្ងៃហ្នឹងផងដែរគឺមានជាមួយនឹងផ្លែឈើដូចជាផ្លែបឺបងប្អូនព្រោះអីមានបងស្រីគាត់នៅដូក្រីស្រាប់ពេលអញ្ចឹងគឺទទួលមកពីគាត់យកមកដាក់លក់នៅមុខផ្ទះមានជាមួយនឹងនំហើយភេសជ្ជៈភីសាសាំងវិចអីចឹងទៅណាហើយថ្ងៃហ្នឹងផងដែរគឺមានចែគាត់បានចង់បានជាមួយនឹងមើមយេនយកទៅធ្វើម្សៅមើមយេនញ៉ាំមកពេលអញ្ចឹងគឺរៀបចំជូនឲ្យគាត់បងប្អូនផ្លែឈើធម្មជាតិរូបរាងអត់ស្អាតទេក៏ប៉ុន្តែឆ្ងាញ់បងប្អូនដូចឲ្យបានមើល TikTok បងស្រីម្នាក់គាត់និយាយថារូបសម្រស់មិនបានទេតែបរិជាតិវិញគឺអេមដូចគ្នាបងប្អូនអើយហើយគឺបឺរបស់យើងគឺចូលថ្ងៃហ្នឹងគឺច្រើនមែនតើបងប្អូនតែបឺនេះផងដែរគឺវីដេអូចាស់ហើយណាបងប្អូនដោយសារតែថ្ងៃនេះផងដែរគឺយកមកបញ្ចូលហើយគឺផ្លែបឺហ្នឹងគឺអស់ហើយបងប្អូនអើយមានតែផ្លែបឺប៊ូទេផ្លែបឺ034ហ្នឹងគឺអស់រលីងហើយបងប្អូនរកមកលក់អត់កើតទេអស់ហើយតតែឆ្នាំក្រោយផ្លែឈើធម្មជាតិរបស់យើងបងប្អូនហើយបើនិយាយពីសាច់គឺឡើងរមូតតែម្ដងបងប្អូនដែលចូលចិត្តញ៉ាំបឺគ្រាន់តែឃើញសាច់បឺប៉ុណ្ណឹងអូយមិនដឹងជាស្រក់ទឹកមាត់ប៉ុណ្ណាដោយសារសាច់បឺឡើងរមូតឆ្ងាញ់ហ្មងបងប្អូនគឺមួយផ្លែហ្នឹងគឺខ្ញុំញ៉ាំអស់ពាក់កណ្ដាលហើយបងប្អូនអើយហើយគាត់យកវីដេអូចាស់មក review ឲ្យបងមើលតែប៉ុណ្្នឹងឯងដោយសារតែមួយរយៈហ្នឹងលោកព្រោះលក់ពេកអត់បានថតវីដេអូសោះបងអូនអើយពេលចឹងទៅគោនឹកឃើញថាមានតែវីដេអូចាស់ខ្លះយកមក review ឲ្យបងមើលសម្រាប់ការទស្សនាកម្សាន្តអីចឹងណាកុំឲ្យអត់ស្តុកដោយសារតែមួយរយៈហ្នឹងគឺផ្លែឈើធម្មជាតិរបស់យើងគឺចូលខ្លះហើយកន្លែងមកបន្តិចគឺបងប្រុសគាត់មកកំងភីសាទុកឲ្យភរិយារបស់គាត់បងប្អូនហើយគាត់យករសជាតិដើមពេលអញ្ចឹងគឺខ្ញុំប្រញាប់មកធ្វើភីសាជូនគាត់បងប្អូនហើយបើនិយាយរសជាតិវិញគឺគាត់ថាប្រពន្ធគាត់ចូលចិត្តបងអូនអញ្ចឹងបងដែលអត់ទាន់បានចូលភ្លក់ជាមួយនឹងភីសាខាងប្អូនកុំភ្លេចឈៀងចូលញ៉ាំទាំងអស់គ្នាឲ្យដឹងថារសជាតិមិនដែរអីចឹងណាបងអូនហើយខាងប្អូនក៏មានផ្កាមានអី review ឲ្យបងមើលហើយនេះផងដែរគេហៅថាផ្កាអង្គរជុំបងប្អូនអើយគឺអស់ផ្លែអស់ផ្កាអើយមើលតែមួយផើងនោះគឺផ្កាច្រើនជាងគេកន្លែងមកមើលជាមួយភីសារបស់យើងរយៈពេលគឺ8នាទីឆ្អិនល្មមអរគុណបាយបងអូន